លោកប្រធានាធិបតី Donald Trump បានផ្ញើលិខិតមកខ្ញុំផ្ទាល់ដែលបានសម្ដែងនៅចេតនារបស់លោកចង់ឃើញប្រទេសទាំងពីរគឺកម្ពុជានិងថៃចរចាគ្នាស្វែងរកដំណោះស្រាយចំពោះចំនួនរបស់យើងនេះបើតាមការដែលលោកអនុទានបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបាងកកនៅថ្ងៃព្រហស្បតិ៍នេះលោកអនុទានបាននិយាយថាថៃគឺត្រៀមខ្លួនជាស្រេចហើយនៅក្នុងការចរចាជាមួយនឹងកម្ពុជាបើសិនបើកម្ពុជាដកអាវុធធុនធ្ងន់ចេញពីតំបន់ជាប់ព្រំដែនដោះមីនក៏ដូចជាបង្ក្រាបជនឆោបបោកតាមអនឡាញនិងជំនះប្រជាពលរដ្ឋរបស់ខ្លួនចេញពីទឹកដីថៃដែលថៃចាត់ទុកថាជាទឹកដីរបស់ផ្ទាល់ខ្លួនដល់ឡែកកម្ពុជាវិញបាននិយាយហើយនិយាយទៀតម្ដងហើយម្ដងទៀតថាពលរដ្ឋរបស់ខ្លួនគឺរស់នៅក្នុងតំបន់ចំនួននោះជាច្រើនទសវត្សរ៍មកហើយនៅថ្ងៃកាលពីថ្ងៃពុធបាទនេះជាសារបានថ្ងៃពុធនៅពេលដែលអ្នកសារព័ត៌មានសួរថាតើកម្ពុជាដែលបានតែងតាំងលោក Donald Trump ឲ្យទទួលរង្វាន់ Nobel សន្តិភាពនោះច្បាស់ជាលោក Trump គ្រប់គ្រងទីក្រុងភ្នំពេញខ្លាំងជាងនោះលោកអនុทิនបានប្រាប់អ្នកសារព័ត៌មានថាខ្ញុំមិនខ្វល់ទេខ្ញុំខ្វល់តែផលប្រយោជន៍របស់ថៃតែប៉ុណ្ណោះហើយនឹងសុវត្ថិភាពរបស់ប្រជាជនថៃនិងអធិបតេយ្យភាពរបស់ថៃហើយប្រសិនបើអ្នកណាឈ្នះរង្វាន់អីក៏ឈ្នះទៅគឺល្អសម្រាប់ពួកគេនឹងហើយក៏ប៉ុន្តែវាមិនពាក់ព័ន្ធអ្វីនឹងអ្វីដែលប្រទេសថៃនឹងត្រូវធ្វើនោះទេក្នុងពេលដែលប្រទេសថៃហើយនិងប្រទេសកម្ពុជាមានព្រំដែនរួមគ្នានោះលោកអនុทิនបាននិយាយថាអ្នកសម្របសម្រួលនេះគឺនៅទ្វីបផ្សេងឯណោះបាទតែជាពាក្យមួយផ្កើទៅដល់លោកប្រធានាធិបតី Donald Trump